បាទក្នុងនាមខ្ញុំជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យនិងជាប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ខ្ញុំសូមបញ្ជាក់ថាប្រសាសន៍ដ៏ថ្លៃថ្លានិងមានឥទ្ធិពលរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025ដែលសម្ដេចបានលើកឡើងនៅក្នុងអង្គប្រជុំព្រឹទ្ធសភាបញ្ជាក់ពីភាពម៉ឺងម៉ាត់របស់កម្ពុជាចំពោះការបើកច្រកព្រំដែនឲ្យមកធម្មតាវិញនោះប្រសិនបើភាគីថៃមិនព្រមបើកច្រកជាធម្មតាក្នុងរយៈពេល24ម៉ោងទេកម្ពុជានឹងបញ្ឈប់ការទិញការនាំចូលរាល់ទំនិញរបស់ថៃទាំងអស់បាទនេះគឺជាអនុសាសន៍ដ៏ថ្លៃថ្លាហើយខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាក៏ដូចជាអ្នកនយោបាយទាំងអស់គឺទទួលសាទរចំពោះប្រសាសន៍និងចំណាត់ការដ៏ល្អនេះព្រោះកម្ពុជាមិនត្រូវការឲ្យអ្នកឯងមកមើលងាយមើលថោកប្រទេសរបស់ខ្លួននោះទេបាទព្រោះការបិទទ្វារជាឯកតោភាគីនោះជារឿងរបស់អ្នកក៏ប៉ុន្តែកម្ពុជាមិនបានចូលរួមនៅក្នុងការអនុវត្តបិទទ្វារនោះទេព្រោះអ្នកឯងបិទមុនបាទអ្នកឯងបិទមុនហើយបានកម្ពុជាបិទតាមក្រោយដូច្នេះបើអ្នកចង់ឲ្យមានសភាពដូចដើមវិញអញ្ចឹងអ្នកត្រូវតែបើកទ្វារជាបន្ទាន់បាទបើកទ្វារគ្រប់បណ្ដាច្រកទាំងអស់ខ្ញុំជឿថាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននេះគឺលោកមិនចង់ឲ្យខាតបង់ប្រយោជន៍ដល់ប្រជាពលរដ្ឋក៏ដូចជាការខាតបង់យ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលថៃនិងសម្ព័ន្ធភាពក្នុងនាមប្រទេសជិតខាងជាប់ព្រំដែនគ្នារឿងការកាត់ក្តីនៃតុលាការ ICJ ជារឿងដាច់ដោយឡែកជារឿងសន្តិវិធីក៏ប៉ុន្តែរឿងព្រំដែនបិទបើកច្រកទ្វារនេះគឺជារឿងមួយបាទអញ្ចឹងអ្នកចង់យករឿងបិទច្រកព្រំដែននេះមកគំរាមកម្ពុជាគឺមិនអាចជោគជ័យជាមួយកម្ពុជាបានទេបាទអ្នកត្រូវដឹងថាកម្ពុជាទទួលទិញនៅទំនិញរបស់អ្នកច្រើនលើសលប់ហើយអ្នកក៏ទទួលផលពីកម្ពុជាបានច្រើនលើសលប់ដូចគ្នាដែរបាទអញ្ចឹងរឿងបើកមិនបើកជារឿងផងអ្នកទេតែសន្តានចិត្តនិងការស្រឡាញ់ដល់ប្រជាពលរដ្ឋទាំងសងខាងនិងផលប្រយោជន៍ប្រទេសនៃប្រទេសសម្ដេចក៏ផ្ដល់អនុសាសន៍មួយប្រសិនបើអ្នកមិនបើកទ្វារនៅក្នុង24ម៉ោងនេះទេនោះកម្ពុជាមិនទទួលទិញទំនិញក៏ដូចជាបន្លែផ្លែឈើផ្សេងរបស់ថៃតទៅទៀតដែរនេះចំណុចត្រង់នេះអ្នកគួរតែយល់អ្នកគួរតែពិចារណាឡើងវិញបាទក្នុងនាមខ្លួនឯងជាប្រទេសដែលនាំចេញមកកម្ពុជាច្រើនចឹងទេក្នុងនាមខ្ញុំជាអ្នកនយោបាយក្នុងនាមខ្ញុំជាអ្នកស្រឡាញ់ជាតិមាតុភូមិខ្ញុំពេញចិត្តនឹងចំណាត់ការដ៏ល្អកម្ពុជាត្រូវតែខ្លាំងកម្ពុជាត្រូវតែមើងម៉ាត់ហើយចេះរស់ដោយខ្លួនឯងដោយមិនពឹងដង្ហើមរបស់អ្នកណាតទៅទៀតក្នុងផ្នែកសេដ្ឋកិច្ចកសិឧស្សាហកម្មផ្សេងហើយសម្រាប់ឧត្តមក្រុមប្រឹក្សាដែលមានខ្ញុំបាទនៅក្នុងនោះដែរនៅថ្ងៃស្អែកនេះជាថ្ងៃទី18យើងខ្ញុំទាំងអស់គ្នាជាអ្នកនយោបាយនឹងដើរចូលរួមជាមួយនឹងការដើរថ្មើរជើងពីកោះពេជ្រមកពីមានឯករាជ្យដើម្បីបញ្ជាក់ពីគោលដៅគាំទ្ររាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខដែលជាខឿនការពារជាតិដ៏រឹងមាំមួយដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាឲ្យបានល្អកម្ពុជានឹងដើរឆ្ពោះទៅមុខជារៀងរហូតមិនដើរថយក្រោយហើយក៏មិនចូលរួមជាមួយនឹង
គោលនយោបាយដែលគ្មានខ្លឹមសាររបស់ថៃទាំងអស់នោះដែរដូច្នេះសូមឲ្យអ្នកនយោបាយថៃដែលកំពុងតែញុះញង់និងបំផ្លាញរដ្ឋាភិបាលថៃខ្លួនឯងនោះសូមពិចារណាឡើងវិញផងអ្នកកំពុងតែបំផ្លាញប្រទេសនិងសេដ្ឋកិច្ចរបស់ខ្លួនអ្នកហើយអ្នកចង់បំផ្លាញសេដ្ឋកិច្ចប្រទេសរបស់អ្នកនិងផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីរបស់អ្នកប្រមាណអ្នកទៀតមិនទាន់បានមួយអាណត្តិមិនទាន់បានកន្លះអាណត្តិផងអ្នកផ្លាស់ប្ដូរប្រមាណរូបមកហើយតើពលរដ្ឋថៃនៅបន្តឲ្យពួកជ្រុលនិយមទាំងអស់នោះបំផ្លិចបំផ្លាញស្ថិរភាពនយោបាយនៅក្នុងប្រទេសតទៅទៀតឬបែបណាអញ្ចឹងទេសូមកុំចោទកម្ពុជាបំផ្លិចបំផ្លាញសន្តិភាពនេះកម្ពុជាមិនដែលទៅបៀតបៀនប្រទេសជិតខាងទេកម្ពុជាសុំតែសេចក្តីសុខសុំតែសន្តិភាពនៅក្នុងប្រទេសរបស់ខ្លួនហើយសុំតែសិទ្ធិការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំក៏សូមថ្លែងអំណរគុណនៅចំណាត់ការដ៏ល្អរបស់នាយករដ្ឋមន្ត្រីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានរៀបឯកសារយ៉ាងលឿនបំផុតជូនទៅដល់តុលាការ ICJ ដើម្បីបន្តនីតិវិធីបញ្ចប់ជម្លោះព្រំដែនជាមួយថៃបានយ៉ាងលឿនហើយល្អកម្ពុជាប្រជាជនកម្ពុជាទូទាំងប្រទេសសាទរនៅចំណាត់ការនេះយ៉ាងពេញទំហឹងអញ្ចឹងទេខ្ញុំជឿជាក់ 100% ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅថ្ងៃអនាគតនឹងទទួលជោគជ័យហើយមិនដើរថយក្រោយដោយប្រទេសដែលកំពុងតែឈ្លានពានកម្ពុជានោះទេបាទអ្វីដែលខ្ញុំសំណូមពរនៅពេលនេះខ្ញុំសូមសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងគ្រប់ស្ថាប័នរដ្ឋទាំងអស់ចូលរួមគាំទ្ររាជរដ្ឋាភិបាលនិងផ្ដល់កម្លាំងចិត្តដល់ទាហានជួរមុខក៏ដូចជាកងយុទ្ធពលខេមរៈភូមិន្ទទាំងអស់ឲ្យបានគ្រប់គ្នា